ឯកឧត្តមសុកលូអញ្ជើញសម្រាប់សម្រួលជូនដល់ក្រុមអ្នកសង្កេតការអាស៊ាន AOT ចោះសង្កេតការផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្ត្រស្រុកសំពៅលូននិងស្រុកភ្នំព្រឹកនៅព្រឹកថ្ងៃពុធទី21ខែមករាឆ្នាំ2026នេះឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងរួមជាមួយក្រុមសម្របសម្រួល CLG នៃប្រជាជនចក្រកម្ពុជាបានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការអាស៊ាន AOT ចោះសង្កេតការផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្ត្រស្រុកសំពៅលូននិងស្រុកភ្នំព្រឹកក្នុងខេត្តបាត់ដំបងក្រោយបទឈប់បាញ់ចូលជាធរមាននិងចោះទៅពិនិត្យមើលទីតាំងស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធក្នុងនោះរួមមានលំនៅឋានរបស់ប្រជាពលរដ្ឋនិងមន្ទីរពេទ្យបង្អែកសំពៅលូនដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហាររបស់យោធាថៃកាលពីខែធ្នូឆ្នាំ2025ក្នុងឱកាសនោះឯកឧត្តមសុកលូបានគូបញ្ជាក់ប្រាប់ក្រុមការងារ AOT ថាកម្ពុជាតែងតែផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការអាស៊ាន AOT ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទីនិងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពសំដៅលើកម្ពស់តម្លាភាពគណនេយ្យភាពនិងការជឿទុកចិត្តគ្នាទៅវិញទៅមកឯកឧត្តមសុកលូបញ្ជាក់ប្រាប់ក្រុមការងារ AOT បន្ថែមថាប្រជាពលរដ្ឋខ្មែរស្រឡាញ់សន្តិភាពត្រូវការសន្តិភាពនិងចង់បានព្រំដែនមួយដែលមានសុខសុវត្ថិភាពសូមជម្រាបថាអំឡុងសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាសម្រាប់ភូមិសាស្ត្រខេត្តបាត់ដំបងទាហានឈ្លានពានថៃបានទម្លាក់គ្រាប់និងបាញ់ផ្លោងលើស្រុក3និងក្រុង1មាន8ឃុំនិងសង្កាត់1ភូមិចំនួន17ភូមិដែលមានសកម្មភាពចំនួន29លើកមានយន្តហោះចម្បាំង T50 ចំនួន4គ្រឿងទម្លាក់គ្រាប់3លើកចំនួន6គ្រាប់និងប្រើប្រាស់កាំភ្លើងធំធ្ងន់បាញ់ផ្លោងចំនួន26លើកស្មើនឹង354គ្រាប់នៅភូមិសាស្ត្រស្រុកភ្នំព្រឹកស្រុកសំពៅលូននិងស្រុកបាណន់ក្នុងការឈ្លានពាននេះមានប្រជាពលរដ្ឋភេសកមកក្នុងខេត្តសរុបចំនួន 26491 គ្រួសារស្មើនឹងមនុស្សរាយចំនួន 89447 នាក់ស្រីចំនួន 46412 នាក់និងកុមារចំនួន 27134 នាក់សូមបញ្ជាក់ថារាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញភ្ជាប់ជួននិងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឈ្មោះទៅការធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពស្ថិរភាពនិងសុវត្ថិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែន